បាទសូមជម្រាបសួរបាទវីដេអូនេះគឺយើងនឹងមកបន្តកែនៅចំណោទទី2ត្រង់ទំព័រទី75នៃសៀវភៅសិក្សាគោលគណិតវិទ្យាថ្នាក់ទី6បាទតើអញ្ចឹងប្រធានចំណោទមានខ្លឹមសារដូចតទៅបាទអញ្ចឹងប្រធានចំណោទទី2នេះបាទអញ្ចឹងគឺគេនិយាយអំពីម្ដាយសុខាបាទគាត់លក់សម្ពុតហូលបាទអញ្ចឹងគាត់លក់លើកទី1អស់4/5ម៉ែត្របាទលើកទី2អស់6/8ម៉ែត្រនិងលើកទី3អស់4/6ម៉ែត្របាទចឹងគេសួរថាតើទាំង3លើកហ្នឹងគាត់លក់សម្ពុតហូលទាំងអស់ប្រមាណម៉ែត្របាទមុននឹងចូលទៅដល់ការដោះស្រាយលម្អិតបាទអញ្ចឹងបើសិនជាទាំងអស់គ្នាមិនទាន់បានចុចពាក្យ Subscribe បាទសូមជួយចុចពាក្យ Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗជាច្រើនជាបន្តបន្ទាប់ក៏ដូចជាការលើកទឹកចិត្តមកកាន់លោកគ្រូផងដែរបាទតោះអញ្ចឹងឥឡូវយើងចូលទៅដោះស្រាយចំណោទជាមួយគ្នាបាទអញ្ចឹងចំណោទនេះគេចង់ដឹងថាតើគាត់លក់សម្ពុតហូលទាំង3លើកអស់ប្រមាណម៉ែត្របាទអញ្ចឹងយើងអាចដាក់ថារកបាទប្រវែងសម្ពុតហូលដែលគាត់លក់ទាំង3លើកបាទបាទនេះអញ្ចឹងអ្វីដែលយើងចង់ដឹងគឺប្រវែងសម្ពុតហូលដែលគាត់លក់ទាំង3លើកបាទតោះអញ្ចឹងយើងត្រូវយកលើកទី1បូកលើកទី2បូកនឹងថែមនឹងលើកទី3បាទតោះអញ្ចឹងយើងសរសេរលើកនីមួយបូកបញ្ចូលគ្នាមកគាត់តើអញ្ចឹងលើកទី1គឺគាត់លក់បាន4/5ម៉ែត្របាទ4/5ម៉ែត្ររីឯលើកទី2គឺគាត់លក់បានប្រវែង6/8ម៉ែត្របាទនេះគាត់រីឯលើកទី3គេថាគាត់លក់អស់4/6ម៉ែត្របាទនេះគឺជាប្រភេទទាំង3លើកដែលគាត់បានលក់សម្ពុតហូលហ្នឹងគឺយើងយកវាមកបូកបញ្ចូលគ្នាกันបាទតោះអញ្ចឹងដើម្បីធ្វើការបូកប្រភេទនេះបានយើងត្រូវតម្រូវភាគបែងជាមុនសិនกันបាទនេះกันដោយសារតែភាគបែងនេះវាជាតួលេខដែលយើងពិបាកក្នុងការរកពហុគុណរួមតូចរបស់វាกันបាទអញ្ចឹងកាលណាយើងពិបាករកអញ្ចឹងមានន័យថាវាតម្លៃវាឆ្ងាយពេកបាទអញ្ចឹងយើងពិបាកធ្វើការស្មានណាតោះអញ្ចឹងយើងគឺមានជម្រើសกันបាទអញ្ចឹងយើងអាចរកវាតាមយើងអាចយកវាបំបែកជាកតាបឋមគាត់បាទអញ្ចឹងបំបែកជាកតាបឋមហើយចាំយើងចាប់គូដើម្បីគុណបញ្ចូលគ្នាកតាបឋមរួមនិងមិនរួមហើយយើងអាចរកឃើញពហុគុណរួមតូចបំផុតរបស់វាបានដែរបាទតោះអញ្ចឹងយើងយកភាគបែកនេះ5 8 6បំបែកវាជាកតាបឋមណាឥឡូវលោកគ្រូសូមយកខាងនេះដើម្បីធ្វើជាការព្រៀងបញ្យល់ណាបាទតោះអញ្ចឹង5បើយើងបំបែកជាកតាបឋមគឺបាន5នឹងឯងមានន័យថា5គុណនឹង1ឯងពីព្រោះ5នោះវាជាចំនួនបឋមស្រាប់ហើយអញ្ចឹងវាអាចមានតែមេគុណ5គុណនឹង1នឹងឯងបាទតោះអញ្ចឹង8វិញម្ដងបាទ8បើសិនជាយើងចែកកតាបឋមគឺយើងបាន2គុណនឹង2គុណនឹង2នឹងបាន2 2ដង4 4 2ដង8អញ្ចឹងស្មើនឹងតម្លៃដើមវិញតាមត្រូវណាតោះមួយទៀតគឺ5 6បាទចឹង6បើយើងបំបែកទៅបាន2គុណនឹង3នឹងបាន2 3ដង6បាទតោះអញ្ចឹងបន្ទាប់ពីយើងបំបែកជានេះបំបែកជាការគុណអញ្ចឹងហើយយើងត្រូវចាប់គូរកកតាបឋមរួមបាទតោះលោកគ្រូសុំគូពណ៌ក្រហមបាទនេះអញ្ចឹងខាងក្រោមនេះមានកតាបឋមរួម2និង2បាទនេះ2និង2បាទបើបន្តទៅមុខទៀតគឺអត់មានទេបាទអាចដូចគ្នាក្នុងជួរតែមួយទេយើងអត់យកទេបន្តតែវាដូចគ្នាក្នុងជួរផ្សេងគ្នាណាបាទតោះអញ្ចឹងបើសិនជាអត់មានទេមានតែមួយគូនឹងឯងអញ្ចឹងយើងបាទយើងអាចសរសេរបានបាទពហុគុណរួមតូចបំផុតនៃ5 8 6គឺបានស្មើបាទអញ្ចឹងកន្លែងនេះតាមពិតយើងអត់សរសេរអានេះក៏បានដែរយើងគ្រាន់តែយកវាមកគុណបញ្ចូលគ្នាមកពីព្រោះវាគ្រាន់តែជាការព្រៀងទេបាទតោះអញ្ចឹងយើងយកវាមកគុណបញ្ចូលគ្នាបែបនេះ2ជាកតាបឋមរួមអញ្ចឹងយើងយកវាតែមួយតួមកបាទ2តោះគុណនេះគុណនឹង5អត់មានរួមជាមួយអីទេអញ្ចឹងយើងយកវាមកដែរ5បាទគុណនឹងអីទៀតគុណនឹង2នេះអត់រួមគ្នាទេណាគាត់វាផ្សេងទេណាបាទគុណនឹង2នេះមួយទៀតមកគាត់ហើយគុណនឹង3នេះក៏ដែរអត់មានគូទេបានតោះចឹងលោកគ្រូបញ្ជាក់កន្លែង2នៅខាងមុខនេះគឺបានមកពី2រួមគ្នានេះ
ពីរួមគ្នានេះយើងយកតែមួយតួទេដោយសារតែវារួមគ្នាហើយបាទអញ្ចឹងបន្ទាប់ពីយើងនេះខ្ញុំសរសេរជាតួគុណអញ្ចឹងយើងគុណបញ្ចូលគ្នាតើគុណជាមួយគ្រូ2 5ដង10 12ដង20 22ដង40 43ដង100 120បាទនេះអញ្ចឹងពួកគុណរួមទៅ input របស់វាគឺយើងរកឃើញ100 120បាទអញ្ចឹងមានន័យថាភាគបែងរួមមុនភាគបែងរួមនៃប្រភេទទាំង3នេះអញ្ចឹងគឺ100 120បាទតើអញ្ចឹងយើងដឹងថាភាគបែងរួមគឺយើងត្រូវតម្រូវយក100 120អញ្ចឹងមានន័យថាយើងត្រូវយកប្រភេទនីមួយគុណថែមនឹងចំនួនប៉ុន្មានទើបភាគបែងរបស់វាគឺស្មើ100 120បាទតោះអញ្ចឹងគ្រូសូមសរសេរបន្តទៀត4គុណនឹងយើងអត់តដឹងទេបាទអញ្ចឹងអាស្រ័យលើភាគបែងគុណថែមប្រមាណភាគយកគុណថែមប៉ុណ្ណឹងដែរបាទអញ្ចឹងយើងចង់ដឹងថាតើ5គុណនឹងប្រមាណទើបស្មើ120បាទអញ្ចឹងយើងអាចធ្វើបែបនេះបាទអញ្ចឹងយើងអាចយក120បាទយើងអាចយក120ដែលយើងចង់បានជាភាគបែងរួមនឹងចែកនឹង5បាទអញ្ចឹងយើងអាចចែកនឹង5ទៅយើងនឹងដឹងថាតើ5គុណនឹងប្រមាណស្មើ120តើឥឡូវយើងចែកអញ្ចឹងយើងកាត់បាន2ខ្ទង់បាទអញ្ចឹងយើងដាក់បាន2បាទ2 5ដង10បាទអញ្ចឹង12ដក10មកសល់2អញ្ចឹងយើងទម្លាក់0បាទទម្លាក់0យើងដាក់បាន4 5ដង20បាទអញ្ចឹង20ដក20 0បាទអញ្ចឹងមានន័យថា5ត្រូវគុណថែមនឹង24បាទនេះអញ្ចឹង5គុណថែមនឹង24អញ្ចឹងបើភាគបែងគុណថែមនឹង24ភាគយកក៏គុណនឹង24ដូចគ្នាបាទនេះណាអញ្ចឹងប្រភេទទី1យើងរកឃើញហើយគុណថែមនឹង24នេះលោកគ្រូបញ្ជាក់ផងដែរកន្លែងនេះយើងមិនចង់យកវាមកចែកអញ្ចឹងក៏បានដែរយើងគិតចេះបែបងាយស្រួលជាងណាតែគ្រូបង្ហាញនេះដើម្បីយើងបានពីរបៀបបាទតោះអញ្ចឹងចង់ដឹងថា5គុណថែមប្រមាណទៅស្មើ120នេះអញ្ចឹងយើងធ្វើបែបនេះនេះគឺ5បាទចង់ដឹងថា5គុណថែមនឹងប្រមាណអញ្ចឹងគឺគុណថែមនឹងតួគុណនេះគុណថែមនឹងតួគុណទាំងអស់ហ្នឹងឥឡូវយើងសាកដក5ចេញហើយយើងយកនេះ2 ដង4 2ដង8 3ដង20 24បាទអញ្ចឹងស្មើដូចតានេះដែរទេអញ្ចឹងយើងដកតែតួគុណ5ចេញទៅយើងយកតួគុណផ្សេងគុណបញ្ចូលគ្នាទៅយើងដឹងហើយថា5គុណនឹងមេគុណប្រមាណទៀតទៅស្មើ120បាទតាមអញ្ចឹងប្រភេទទី2យើងសាកល្បងធ្វើអញ្ចឹងមក6គុណថែមនឹងប្រមាណយើងអត់ដឹងទេ8គុណថែមប្រមាណគឺយើងអត់ដឹងដែរបាទតាមអញ្ចឹងយើងសាកមើល8ទី8ត្រូវគុណថែមនឹងប្រមាណទៅស្មើ120បាទឥឡូវយើងមើល8សិនមុនទេ2 ដងលោកគ្រូគូឲ្យឃើញ2 ដង4 2ដង8បាទអញ្ចឹង3តួនេះគឺស្មើ8ហើយអញ្ចឹងវានៅខ្វះ5គុណជាមួយនឹង3បាទតើអញ្ចឹង5 3ដង10 15អញ្ចឹងមានន័យថា8គឺត្រូវគុណថែមនឹង10 15 8គុណថែមនឹង15គឺស្មើ120បាទអញ្ចឹង8ត្រូវគុណថែមនឹង10 15បាទអញ្ចឹងខាងលើក៏គុណនឹង15ដូចគ្នាបាទតោះអញ្ចឹងយើងប្រភេទចុងក្រោយគឺ4គុណថែមនឹងប៉ុន្មានយើងមិនទាន់ដឹងទេបាទអញ្ចឹង6គុណថែមនឹងប៉ុន្មានគឺយើងអត់ទាន់ដឹងដែរបាទអញ្ចឹងយើងធ្វើដូចគ្នាទៅបាទភាគបែង6ចង់ដឹងថា6ត្រូវគុណថែមប៉ុន្មានទៀតទើបស្មើ120យើងនេះ6នេះ2 3ដង6អញ្ចឹងយើងដកប៉ុណ្ណេះចេញមកសល់ប្រមាណគឺជាមេគុណដែលវាខ្វះហើយបន្តអញ្ចឹង2 3ដង6អញ្ចឹងយើងអត់គិតនេះទេយើងគិតខាងនេះអញ្ចឹង5 2ដង10 12ដង20បាទអញ្ចឹងមានន័យថា6គឺត្រូវគុណថែមនឹង20បាទទើបស្មើ120ណាតើអញ្ចឹង6គុណថែមនឹង20អញ្ចឹងភាគយកក៏គុណថែមនឹង20ដែរបាទអញ្ចឹងកន្លែងនេះបើសិនជាយើងនៅស្ទាក់ស្ទើរអត់ច្បាស់ក៏យើងអាចយកវាមកចែកដោយលោកគ្រូបង្ហាញនេះមកបាទតោះអញ្ចឹងបន្ទាប់ពីយើងបានសរសេរជាការគុណហើយឥឡូវយើងគុណបញ្ចូលគ្នាណាបាទភាគបែងរួមយើងដឹងថា120យើងគាត់តែសារយើងតម្រូវវាឲ្យបាន120បាទអ
តោះចឹងយើងយកនេះcònភាគយកគុណបញ្ចូលគ្នាទៅដើម្បីយើងអាចសរសេរនៅខាងលើបានណាតោះចឹងបើយើងចង់សរសេរព្រៀងក៏ព្រៀងទៅcònតែបើយើងអត់ព្រៀងទេយើងគុណនឹងមាត់ទៅទេក៏បានដែរតោះ4 ដង4 ដង16cònចឹងកូនសេ6ត្រាទុក1បាទ4 2 ដង8បូក1ដែលត្រាទុកហ្នឹងគឺ9បាទតោះចឹងគ្រូសង្ឃឹមថាបងប្អូនគ្នាតន់គ្រូអត់បានបង្ហាញនៅខាងกระดาษព្រៀងទៀតទេណាបាទតោះនេះម្ដងចឹង6 5 ដង30បាទលោកគ្រូសេភាគបាយនេះហើយសិនណាតោះ6 5 ដង30ចឹង30សេ0ត្រា3 6 ម្ដង6 6បូក3 9គាត់បាទបូកបាទភាគបាយគឺដឹងតែ120ហើយបាទ4 2 ដងនេះcònចំនួនដែលមាន0នេះយើងបាច់គុណនឹង0នេះគុណតែខុសពី0នឹង4 2 ដង8ហើយមាន01ជាងយើងថែម01នៅខាងក្រោមហ្នឹងបាទដូចតែគ្នាទេណាបាទអញ្ចឹងកន្លែងនេះគ្រូបញ្ជាក់ផងដែរបើសិនជាយើងអត់ច្បាស់គុណនឹងមាត់ទេយើងអាចធ្វើនៅกระดาษព្រៀងគាត់អានេះគ្រូគ្រាន់តែបង្ហាញទេគាត់ណាបាទតោះអញ្ចឹងបន្ទាប់ពីយើងគុណបានចឹងហើយគឺបូកបញ្ចូលគ្នាមកគាត់បាទឥឡូវគ្រូសេភាគបាយរួមនៅខាងក្រោមនេះឲ្យហើយសិនណាបាទ100បាទ120តោះចឹងខាងលើត្រូវបូកបញ្ចូលគ្នាគឺមាន96បូកនឹង90បូកនឹង80បាទតោះចង់ដឹងស្មើមែនលើគូដាក់ស្មើមកខាងនេះណាបាទតោះលើ120តោះខាងលើបូកបញ្ចូលគ្នានេះយើងអាចយក90បូកនឹង80ពុនក៏បានតោះ90បូកនឹង80គឺស្មើ170បាទអញ្ចឹងរីឯ170បូកថែមនឹង96ទៀតបាទអញ្ចឹងគឺបាន266បាទកន្លែងនេះបាន266បាទអញ្ចឹងចម្លើយយើងគឺទទួលបាន266លើ120បាទអញ្ចឹងចំនួននេះគឺយើងអាចសម្រួលបានឥឡូវយើងសម្រួលនឹង2ទៅបន្តបើយើងសម្រួលនឹង2បាទសម្រួលនឹង2មានន័យថាភាគយកក៏ចែកនឹង2ភាគបែកក៏ចែកនឹង2បាទចឹងបើយើងចែកនឹង2កន្លែងនេះគឺបាន133បាទ133ហើយ120យើងចែកនឹង2គឺបាន60បាទចឹងលោកគ្រូបញ្ជាក់ហើយបញ្ជាក់ទៀតកន្លែងណាប្រមាណវិធីដែលយើងគិតនឹងមាត់អត់តន់យល់យើងអាចយកវាទៅធ្វើនៅกระดาษព្រៀងយើងអាចស្កប់វីដេអូហើយធ្វើវានៅกระดาษព្រៀងចង់ដឹងថាតើចម្លើយដោយដែលលោកគ្រូបានបង្ហាញនឹងឬក៏អត់ដើម្បីឲ្យយើងស្ទាត់ជំនាញហើយយើងកាន់តែជឿជាក់ទៅលើការគិតរបស់ខ្លួនឯងកាន់តែខ្លាំងណាបាទតោះចឹងចម្លើយយើងទទួលបានហើយ133លើ60បាទអញ្ចឹងយើងអាចឆ្លើយប្រាប់គេបានដូចនេះប្រវែងសម្ពុតហូលដែលម្ដាយសុខាលក់ទាំង3លើគឺ133លើ60លើ60ម៉ែត្របាទឥឡូវគូសុំលុបខាងនេះចេញសរសេរចម្លើយនៅខាងនេះណាបាទនេះក៏ចឹងចម្លើយយើងទទួលបានហើយម្ដាយសុខាលក់សម្ពុតហូលទាំង3លើគឺអស់133លើ60ម៉ែត្របាទតោះចឹងលោកគ្រូសង្ឃឹមថាទាំងអស់គ្នាបាទនឹងអាចតាមទាត់នឹងការដោះស្រាយនៅចំណុចទី2នេះគាត់បាទចឹងមុននឹងបញ្ចប់បាទទាំងអស់គ្នាសូមជួយចុច like និងចុចពាក្យ subscribe ដាក់សញ្ញាកណ្ដឹងគាត់ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់គាត់បាទហើយនឹងក៏ជាការលើកទឹកចិត្តមកកាន់លោកគ្រូផងដែរបាទចឹងយើងបញ្ចប់តែត្រឹមនេះហើយយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តបាទសូមអរគុណ